ត្រឡប់មកវិញជាមួយនឹងព្រឹត្តិការណ៍ពិព័រណ៍ការងារដ៏ធំបំផុតប្រចាំឆ្នាំដែលធ្វើឡើងដោយទីភ្នាក់ងារជាតិពលរដ្ឋនិងការងារដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី1ទី2ខែវិច្ឆិកាខាងមុខនេះអញ្ចឹងចំពោះបងប្អូនដែលកំពុងតែស្វែងរកការងារមានឱកាសធំមែនទែនសម្រាប់ចូលរួមនៅក្នុងការតាំងពិព័រណ៍ការងារមួយនេះបងប្អូនអាច copy CV ឲ្យច្រើនទៅហើយយកទៅដាក់ទាំងអស់គ្នានៅថ្ងៃទី1ទី2ហ្នឹងហើយចាប់ផ្ដើមពីម៉ោង8ដល់ម៉ោង5ល្ងាចអញ្ចឹង CV មិនបាច់ដាក់ apply hàngអីទេហើយបងប្អូនអាច copy ឲ្យច្រើនទៅជួបក្រុមហ៊ុនគេនឹងមានឱកាសជ្រើសរើសបងប្អូនជួបភ្លាមសម្ភាសភ្លាមតែម្ដងអញ្ចឹងបងប្អូនអាចដែលអត់ទាន់ចេះធ្វើ CV អាចតាមដានវីដេអូនេះខ្ញុំពីមុនខ្ញុំនឹងដាក់ link នៅក្រោមវីដេអូនេះផងដែរចំពោះបងប្អូនដែលអត់ទាន់បាន subscribe សូមជួយ subscribe វីដេអូក៏ដូចជា channel របស់នាងខ្ញុំម្នាក់មួយផងអញ្ចឹងជួបគ្នានៅថ្ងៃទី1ទី2វិច្ឆិកាខាងមុខនេះនៅទីតាំងកោះពេជ្រតែម្ដង